បាទសួស្តីបងប្អូនថ្ងៃនេះចុះមកមើលចការត្រេនបងណាយ៉ាឌីនៅខាងអូពងមាន់ណានៅខាងអូពងមាន់ខេត្តស្ទឹងត្រែងអញ្ចឹងចការត្រេនរបស់គាត់នេះគឺមានផ្ទៃដីរៀងធំដែរសួរគាត់ថាដូចជា300ដើមជាងហើយឥឡូវវាចាប់ផ្ដើមចេញផ្កាមកបដាហើយអញ្ចឹងចការនេះគាត់ប្រើប្រាស់ជីរបស់ក្រុមហ៊ុន Solar គាត់ប្រើប្រភេទជីស្រីរៀងហនុមានហើយនឹងជីប្រភេទជី1233ឥឡូវយើងមើលផ្កាត្រេនរបស់គាត់នេះចេញតែចេញអត់ទាន់ស្រស់ល្អដែរបាទអញ្ចឹងនេះចការរបស់គាត់បាទធំច្រើនដើមដែរបាទហើយត្រេនរបស់គាត់គឺកំពុងតែចាប់ដើមចេញផ្កាហើយមានដើមមួយចេញផ្លែហ្នឹងហើយចេញកញ្ញុមអញ្ចឹងចការរបស់គាត់នេះគាត់មានចការ2កន្លែងនេះនៅយើងហួសពីអូពងមាន់ពីកំពង់មូលនឹងមកបន្តិចផ្លូវមកខេត្តស្ទឹងត្រែងគឺដល់ចការរបស់គាត់ហើយអូខេបាយ